បាទសួស្តីបងប្អូនទាំងអស់គ្នាខានដាក់វីដេអូយូរហើយបងប្អូននេះសាចប់រវល់តិចបាទហើយថ្ងៃនេះខ្ញុំមកនិយាយបន្តទៀតតើតើមួយការចំតើកសិកម្មរបស់យើងណាហើយបងប្អូនគាត់ឆ្ងល់ថាហេតុអីបានអាងដែលយើងត្រូវធ្វើនឹងត្រូវមានជំរាលមកជ្រុងហ្នឹងណាព្រោះជ្រុងផ្សេងយើងរៀបទៅយើងរៀបស្មើអញ្ចឹងតែតម្លៃមានមួយជ្រុងយើងទៅរៀបជំរាលប្រហែលជា45ដឺក្រេចឹងជំរាលដែលយើងរៀបឲ្យវាប្រឆិតចំណុចសក់ហ្នឹងឬក៏យើងហៅជំរាល45ដឺក្រេហ្នឹងគឺយើងទុកឲ្យតើពូជនេះបងប្អូននេះតែតើពូជហ្នឹងយើងទុកប្រម៉ូវាចឹងកាលណាតើហ្នឹងវាគ្រប់អាយុវាចាប់ដើមខ្មៅមកវានឹងវាចេញពីអាងដែលយើងចិញ្ចឹមហ្នឹងមកហើយវានឹងធ្លាក់ចូលក្នុងច្អូដែលយើងត្រង់នេះចឹងអាហ្នឹងឯងគឺជាតើពូជចឹងឲ្យជំរាលនេះដូចខ្ញុំបញ្ជាក់វិញចឹងបងប្អូនកាលហ្នឹងយើងធ្វើវាដើម្បីឲ្យតើពូជនឹងឡើងចឹងបងប្អូនឃើញវាឡើងមកឯងព្រោះអាហ្នឹងជាទូទៅកាលណាវាខ្មៅចឹងវានៅក្នុងអាងអត់កើតទេព្រោះនៅក្នុងអាងវាមានចំណីវាមានសំណើមណាហើយតើហ្នឹងកាលណាវាខ្មៅចឹងវាត្រូវការកន្លែងស្ងួតដើម្បីស្ងួតខ្លួនវារឹងណាចឹងកាលណាវាខ្មៅវាត្រូវវាចេញមកវិញចឹងអាហ្នឹងឯងយើងធ្វើសម្រាប់ទុកផ្លូវឲ្យតើខ្មៅនឹងវាឡើងមកបងប្អូនចឹងបងប្អូនឃើញវាចាប់ដើមវាឡើងមកមួយចឹងតែហ្នឹងបើពេលយប់បានវាឡើងច្រើនពេលយប់ស្ងាត់រៀងតិចអាហ្នឹងវាសម្រុកឡើងមកតែបើថ្ងៃចឹងវាឡើងរៀងមួយចឹងពេលវាឡើងមកវាធ្លាក់ចូលទៅក្នុងអាកលុកដែលយើងត្រង់នេះទៅហើយយើងទុកនៅនឹង2-3ថ្ងៃវារៀងសង្ហល់តិចទៅយើងប្រមូលវាដាក់ទៅក្នុងមុងបាននេះចឹងអាហ្នឹងយើងហៅថាតើពូជបងប្អូនហើយបញ្ជាក់ជូនបងប្អូនម្ដងទៀតតែតើហ្នឹងកាលណាខ្មៅចឹងហើយវាលែងស៊ីចំណីបងប្អូនវាអត់ធ្វើការស៊ីចំណីទៀតទេចឹងយើងគ្រាន់តែប្រមូលវាហើយយើងយកវាទៅដាក់ទៅក្នុងមុងទៅចឹងមួយរយៈក្រោយមកវានឹងលែងចេះប្រហែលហើយវានឹងចាប់ដើមរឹងខ្លួនណាចឹងបន្ទាប់ពីវារឹងខ្លួនមួយរយៈខ្លីទៀតវានឹងញាស់ចេញជារុយហើយពងឲ្យយើងចឹងតើហ្នឹងយើងចិញ្ចឹមវាងាយដែរទេបងប្អូនអត់ចំណាយពេលមកអង្គុយចាំមើលវាណាអាហ្នឹងវាធម្មជាតិវាបរិយាមកអញ្ចឹងអាហ្នឹងយើងមិនមែនពេលវាខ្មៅមកយើងត្រូវចាប់វាមួយម្ដងឬក៏រែងវាអត់ទេអាហ្នឹងកាលណាយើងធ្វើវាត្រូវដល់ពេលវាដល់អាយុតែខ្មៅគឺវានឹងវាឡើងមកខ្លួនឯងអញ្ចឹងវាឡើងមកអញ្ចឹងមកធ្លាក់ចូលក្នុងនេះហើយយើងចាំតែប្រមូលដាក់ទៅក្នុងមុងទៅគឺបានទេបាទអញ្ចឹងអាហ្នឹងបងប្អូនហើយជំរាលដែលយើងធ្វើហ្នឹងគឺធ្វើសម្រាប់ឲ្យតើនឹងឡើងមកតែបើសិនជាអាងតើសាច់មានន័យថាបងប្អូនអាងហ្នឹងយើងអត់ចាំបាច់យើងអត់យកពូជយើងចំសម្រាប់ឲ្យសត្វស៊ីអញ្ចឹងអាហ្នឹងយើងអត់ចាំបាច់រៀបជាជំរាលអញ្ចឹងឯងអាហ្នឹងយើងរៀបវាឲ្យត្រង់ស្មើ4ជ្រុងអញ្ចឹងមកបានទេព្រោះហ្នឹងតែពេលវាធំយើងប្រមូលវាឲ្យសត្វស៊ីយើងអត់ចាំបាច់ទុកឲ្យវាដល់អាយុខ្មៅហើយអត់ចាំបាច់ឲ្យវាចេញទេអញ្ចឹងអាហ្នឹងយើងអាចរៀបត្រង់បានតែចំពោះអាងពូជអាច2-3អាងអីចឹងបងប្អូនយើងទុក2-3អាងចឹងអា2-3អាងទៅមានជំរាលហើយនឹងមានកលៈសម្រាប់យើងត្រង់យកទៅពូជចឹងណាតែបើតើទៅមួយអាងទៅសាច់អត់ទេបងប្អូនឲ្យរៀបស្មើយើង4ជ្រុងមកមិនមានជំរាលទេចឹងហ៎បងប្អូនបាទអញ្ចឹងទៅមួយការចិញ្ចឹមបើបងប្អូននៅត្រូវមានចម្ងល់ចង់សួរអាចឆាតសួរបានឬក៏ឆាតតាម Telegram ក៏បានដែរបងប្អូនហើយចំពោះបងប្អូនដែលចង់ចាប់ដើមចិញ្ចឹមខ្ញុំមានលក់ជាប្រភេទពងរុយបងប្អូនចឹងបងប្អូនអាចទិញជាពងរុយទៅយើងអាចបញ្ញោបានជាតើពូជហ្នឹងឯងហើយអាហ្នឹងយើងអត់គិតលើបច្ចេកទេសបរិយាទេបងប្អូនណាអានេះយើងគិតតែតម្លៃពូជនិងសេវាផ្ញើទេហើយជាទូទៅបងប្អូនក៏សួរថាយើងគួរចំណាយប៉ុន្មានដែលអាចចិញ្ចឹមបាននិយាយចំទៅមួយតម្លៃវាអត់ទៀងទេបងប្អូនអាស្រ័យលើការចិញ្ចឹមរបស់បងប្អូនណាតាមទំហំរបស់បងប្អូនណាតែបើសិនជាយើងចិញ្ចឹមលក្ខណៈគ្រួសារទូទៅតាមស្រុកតាមភូមិហ្នឹងបងប្អូនទិញពងវាប្រហែលជាខ្ទង់ 10,000 នេះទៅអានេះយើងអាចចិញ្ចឹមបានទេបងប្អូនមកល្មមសម្រាប់យើងចិញ្ចឹមណាហើយអស់សេវាដឹកប្រហែលជាខ្ទង់ 3,000 បងប្អូនយើងផ្ញើតាមរយៈបន្ថែមតែយើងអស់តែប៉ុណ្្នឹងទៅយើងអាចចិញ្ចឹមបានហើយបច្ចេកទេសចិញ្ចឹមគឺខាងខ្ញុំជួយបញ្យល់ជួយបរិញ្ញារហូតចឹងណាបងប្អូនតែគ្រាន់តែពេលខ្ញុំបរិញ្ញាទៅបងប្អូនធ្វើតាមខ្ញុំស្ដាប់តាមខ្ញុំសិនណាចាំពេលបងប្អូនចាំបានពូជច្រើនណាបងប្អូនចង់ពិសោធន៍ធ្វើមិនអានឹងតាមបងប្អូនទៅតែគ្រាន់ថាបងប្អូនដំបងពេលទិញពូជទៅស្ដាប់តាមការណែនាំខាងខ្ញុំសិនមកណាបងប្អូនខ្ញុំប្រាប់មិនបងប្អូនធ្វើតែតាមខ្ញុំសិនមកវាបានផលទេហើយចាំពេលបងប្អូនបានផលច្រើនបងប្អូនចាំធ្វើតាមគំនិតឬក៏ពិសោធន៍តាមណាតាមណីអានឹងតាមបងប្អូនទៅអញ្ចឹងណាបងប្អូនតែគាត់ថាបើទិញដំបងប្អូនត្រូវធ្វើតាមខ្ញុំសិនណាព្រោះការពីកុំឲ្យយកទៅធ្វើខុសវាងាប់ពិបាកទិញទៅទិញផ្សារទៀតអស់លុយទៀតហើយអញ្ចឹងកុំអាពិសោធន៍បាទគ្រាន់យកទៅរៀបចំតាមខ្ញុំណែនាំសិនណាបងប្អូនបាទ
បាទចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងបងប្អូនណាមានចម្ងល់ចង់សួរអីអាចសួរបានបាទអរគុណច្រើនបងប្អូន